สำหรับบางๆដែលមានយោធំអញ្ចឹងបងចង់ដាក់ដងឈើហ្នឹងហើយអញ្ចឹងយើងវាស់ដងញ័ររបស់យើងមកនេះយើងវាស់មករមមករួចហើយយើងដំលេចគោលហ្នឹងហើយអញ្ចឹងដំលេចគោលហ្នឹងហើយយើងដំជុំវិញមកហ្នឹងហើយយើងដំមិនដំទៅកុំឲ្យតែក្បាលដៃគោលហ្នឹងវាវែងជាងដងញ័ររបស់យើងហ្នឹងហើយយើងដំមកល្មមមកស្មើឈើហ្នឹងហើយអញ្ចឹងយើងធ្វើការដំមកនេះយើងដំជុំវិញមកហ្នឹងហើយយើងដាក់4លេខគោលអញ្ចឹងទៅហ្នឹងហើយបើសិនជាវាអត់ណែនទៅយើងដាក់ដំលេខគោលបន្ថែមទៅហ្នឹងហើយអញ្ចឹងពេលដែលយើងដំរួចរាល់ហើយយើងធ្វើការដំនេះអាដងឈើញ័រយើងហ្នឹងហើយយើងដំឲ្យវាលេចមកនេះដំឲ្យវាស្មើហ្នឹងហើយក្បាលដៃគោលស្មើឈើផងណាហ្នឹងហើយយើងកុំដំឲ្យវែងហ្នឹងហើយអញ្ចឹងពេលដែលយើងដំទៅនេះស្មើទាំងឈើស្មើទាំងដៃគោលស្មើនឹងផ្លែញ័ររបស់យើងអញ្ចឹងគឺជាប់ណែនល្អមែនទែនហ្នឹងហើយ